ពេលនេះយើងមកមើលនិយមន័យនឹងការប្រើប្រាស់ទាំងអស់គ្នាទម្រង់ K កែប្រើវាជាមួយនឹងគុណនាមដើម្បីឲ្យគុណនាមនោះคล้ายទៅជាគុណកិរិយាចាបងប្អូនទាំងអស់គ្នានៅត្រង់ចំណុចនេះចង់បញ្ជាក់ថាចំពោះភាសាកូរ៉េដើម្បីឲ្យគុណនាមคล้ายទៅជាគុណកិរិយាគឺគេយកគុណនាមឧទាហរណ៍ដូចជាពាក្យថាយេពឺដាជាគុណនាមដើម្បីឲ្យគុណនាមនោះคล้ายទៅជាគុណកិរិយាគឺគេបូកជាមួយនឹងទម្រង់ K នឹងលុបដាចេញមកទៅជាយេពឺកេតោះឥឡូវយើងមើលថាគុណកិរិយាគឺជាអ្វីគុណកិរិយាជាពាក្យដែលបញ្ជាក់លក្ខណៈឲ្យកិរិយាសព្ទដែលនៅខាងក្រោយវាហើយយើងអាចបកប្រែថាធ្វើឲ្យឬក៏ឲ្យឬក៏យ៉ាងក៏ប៉ុន្តែពេលខ្លះក៏គេមិនបកប្រែដែរនៅពេលដែលបងប្អូនទាំងអស់គ្នាមើលនិយមន័យបងប្អូនទាំងអស់គ្នាប្រកាសជាអត់តន់យល់ទេដូច្នេះយើងទៅមើលឧទាហរណ៍ជាមួយនឹងគ្នាយើងមើលឧទាហរណ៍ Pachika nomu kiroyo jalke jaruko sipoyo ចាបងប្អូនទាំងអស់គ្នា Pachi យើងបកប្រែថាខោប៉ុន្តែនៅកន្លែងនេះសំដៅទៅលើជើងខោបងប្អូនទាំងអស់គ្នា Pachika nomu kiroyo ជើងខោវែងខ្លាំងណាស់ Kiroyo យើងបកប្រែថាវែង nomu យើងបកប្រែថាណាជើងខោវែងខ្លាំងណាស់ប្រយោគទី2 Jalke jaruko sipoyoចាល់កេគឺជាគុណកិរិយាហើយវាបញ្ជាក់ន័យឲ្យកិរិយាសព្ទចាឬដាយើងមើលមិញហ្នឹងយើងរៀនរួចហើយថាអ្វីទៅជាគុណកិរិយាគុណកិរិយាគឺជាពាក្យបញ្ជាក់ន័យឲ្យកិរិយាសព្ទដែលនៅខាងក្រោយវាអញ្ចឹងដល់ពេលនេះចាល់កេយើងបកប្រែថាខ្លីអញ្ចឹងវាបញ្ជាក់ន័យលក្ខណៈឲ្យចាឬដាមានន័យថាកាត់ហ្នឹងកាត់ឲ្យវាយ៉ាងម៉េចកាត់ឲ្យវាខ្លីចាបងប្អូនតើណានសង្ឃឹមថាបងប្អូនតើឥឡូវយើងទៅមើលឧទាហរណ៍បន្ថែមតទៅនេះយើងមើលឧទាហរណ៍បន្ទាប់ Masitke thuseo យើងមកប្រែថាសូមពិសាឲ្យឆ្ងាញ់ពាក្យថា Masitke វាគឺជាគុណកិរិយាហើយវាបញ្ជាក់ន័យឲ្យកិរិយាសព្ទ thusida យើងមកប្រែថាពិសាអញ្ចឹងពិសាយ៉ាងម៉េចគឺពិសាឲ្យឆ្ងាញ់យើងមើលឧទាហរណ៍បន្ទាប់យេពឺកេចាឡាជូសេលសូមជួយកាត់ឲ្យខ្លីពាក្យថាយេពឺកេវាគឺជាគុណកិរិយាហើយវាបញ្ជាក់ន័យឲ្យកិរិយាសព្ទចាឬដាពាក្យថាចាឡាជូសេលនេះមកពីពាក្យចាឬដាបូកនឹងទម្រង់អាអជូសេលនៅពេលដែលយើងបំបែកពាក្យកិរិយាសព្ទចាឬដាជាមួយនឹងទម្រង់ AO ជូសេយោយើងលុបដាចោលបន្ទាប់មកយើងត្រូវថែម real នៅខាងក្រោមពាក្យថាចានេះបន្ទាប់មកឬនេះទៅជារាវិញទៅជាចាឡាជូសេយោយើងមើលនិយមន័យបន្ទាប់ទៀតទម្រង់គេប្រើវាជាមួយនឹងគុណនាមដើម្បីឲ្យគុណនាមនោះคล้ายទៅជាគុណកិរិយាគ្រប់គុណនាមទាំងអស់ទោះបីជាបញ្ចប់ដោយមានជើងឬក៏អត់ជើងយើងប្រើវាជាមួយនឹង K ទាំងអស់ចាបងប្អូនចំពោះវេយ្យាករណ៍នេះទោះបីជាគុណនាមនោះមានផាត់ឈីមឬក៏អត់ផាត់ឈីមគឺយើងប្រើជាមួយនឹង K ទាំងអស់តើឥឡូវយើងទៅមើលឧទាហរណ៍ជាមួយនឹងគ្នាយើងមើលការបំបែកពាក្យដូចជាពាក្យថាចាក់តាមានផាត់ឈីមយើងលុបដាចោលមានផាត់ឈីមយើងប្រើជាមួយនឹង K ទៅជាចាក់គេចាក់តាយើងបកប្រែថាតូចហើយចាក់គេយើងបកប្រែថាយ៉ាងតូចឬក៏ធ្វើឲ្យតូចពាក្យទី2ថាដាយើងលុបដាចោលមានផាត់ឈីម real តែយើងអត់ខ្វល់ទេគឺយើងបូកជាមួយនឹង K ទៅជាថាល់គេយ៉ាងឯងបកប្រែថាយ៉ាងផ្អែមឬក៏ធ្វើឲ្យផ្អែមតាទឺថាដាពេលនេះយើងអានថាតាទឺថាដាយើងលុបដាចោលទៅបូកជាមួយនឹង K ទៅជាតាទឺថាគេតា
tư tha kê ta tư tha kê ta tư tha đá យើងមកប្រែថាកក់ក្ដៅពេលតាtư tha kê យើងមកប្រែថាធ្វើឲ្យកក់ក្ដៅឬក៏យ៉ាងកក់ក្ដៅឥឡូវការបំបែកពាក្យយើងបានបញ្ចប់ហើយយើងទៅមើលឧទាហរណ៍បន្តទៀតយើងមកឧទាហរណ៍នេះគឺជាការសន្ទនារវាងខាហើយនឹងណាខាគាត់បាននិយាយថា 오늘은 왜 두껍게 입었어요? តើហេតុអ្វីថ្ងៃនេះស្លៀកពាក់ក្រាស់ក្រាស់ម្ល៉េះទូកប់តាយើងបកប្រែថាក្រាស់ក្រាស់អញ្ចឹងកន្លែងនេះយើងអាចបកប្រែថាក្រាស់ក្រាស់ក៏បាន 오늘은 왜 두껍게 입었어요? ថ្ងៃនេះពាក់អាវក្រាស់ម៉េះឬក៏ថ្ងៃនេះពាក់អាវក្រាស់ក្រាស់ម៉េះហើយណាគាត់ឆ្លើយ 오늘은 좀 추워서 따뜻하게 입었어요. យើងបកប្រែថ្ងៃនេះដោយសារតែវាត្រជាក់បន្តិចដូច្នេះហើយខ្ញុំបានពាក់អាវយ៉ាងកក់ក្ដៅខ្ញុំបានពាក់អាវយ៉ាងកក់ក្ដៅដូច្នេះហើយតាtư tha đá វាគឺជាគុណកិរិយាហើយវាបញ្ជាក់ន័យឲ្យកិរិយាសព្ទ ipta គឺពាក់យ៉ាងម៉េចពាក់ឲ្យកក់ក្ដៅឬក៏ពាក់យ៉ាងកក់ក្ដៅយើងមកឧទាហរណ៍បន្ទាប់ 저는 커피를 달게 마셔요 យើងមកប្រែថាខ្ញុំញ៉ាំកាហ្វេរាងផ្អែម 저는 커피를 달게 마셔요 달게 គឺជាគុណកិរិយាហើយវាបញ្ជាក់ន័យឲ្យកិរិយាសព្ទដែលនៅខាងក្រោយវាគឺកិរិយាសព្ទអីគេ 마셔요 ខ្ញុំញ៉ាំកាហ្វេរាងផ្អែម 저는 커피를 달게 마셔요 យើងមើលឧទាហរណ៍ចុងក្រោយ 음악을 너무 크게 켰어요 켰어요 ពាក្យដើមវាមកពីពាក្យថា 켜다 យើងបកប្រែថាបើកដូច្នេះប្រយោគនេះមានន័យថាបើកតន្ត្រីខ្លាំងណាស់ឬក៏បើកតន្ត្រីឮខ្លាំងណាស់ចឹងពាក្យថាគឺគេវាគឺជាគុណកិរិយាហើយវាបញ្ជាក់ន័យឲ្យកិរិយាសព្ទដែលនៅខាងក្រោយវាកិរិយាសព្ទដែលនៅខាងក្រោយវានោះគឺពាក្យថា 켰어요 បើកតន្ត្រីឮណាស់ឬក៏បើកតន្ត្រីខ្លាំងណាស់ចាបងប្អូនទាំងអស់គ្នាវេយ្យាករណ៍របស់យើងដល់ទីបញ្ចប់ហើយបងប្អូនទាំងអស់គ្នាគិតមិនដែរចំពោះវេយ្យាករណ៍មួយនេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទាន់ហើយយើងមុននឹងចូលទៅរៀននៅក្នុងសភៅខ្ញុំក៏មានកិច្ចការផ្ទះសម្រាប់បងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាយកប្រយោគពីរនេះបង្កើតទៅជាប្រយោគការ៉េដែលយើងប្រើជាមួយនឹងទម្រង់គុណនាមបូកជាមួយនឹង k សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើបាន